ខ្ញុំបាទលួនសម្បូរបាទអនុញ្ញាតសូមគោរពនិងជម្រាបសួរបាទទៅកាន់អាយដាមលោកជំទាវលោកស្រីនិងបងប្អូនជាសិក្ខាកាមទាំងអស់ផងដែរបាទថ្ងៃនេះខ្ញុំចង់បង្ហាញពីចំណាប់អារម្មណ៍របស់ខ្ញុំចំពោះវគ្គសិក្សា3ថ្ងៃបាទដែលយើងបានសិក្សាអំពីបាទការរៀបចំនៅផ្នែកគំនិតឡើងវិញដើម្បីឲ្យជីវិតពេញលេញបរិបូរណ៍ក្នុងនាមខ្ញុំជាអ្នកជំនួញម្នាក់ដែលឆ្លងកាត់នៅបទពិសោធន៍នៃការធ្វើជំនួញមានទាំងជោគជ័យមានទាំងបរាជ័យបាទហើយពាក្យច្រើននោះគឺបរាជ័យច្រើនជាងជោគជ័យហើយចំពោះកត្តាដែលជោគជ័យនោះក៏មិនមែនជោគជ័យដោយសមត្ថភាពពិតប្រាកដទេយើងជោគជ័យគេហៅថាជោគជ័យដោយចៃដន្យបាទដោយសារអីឱកាសវាច្រើនប៉ុន្តែចំណេះដឹងរបស់យើងល្មមក៏យើងអាចចាប់យកឱកាសបានទៅពេលដែលជួបវិបត្តិជាសកលនេះគឺធ្វើឲ្យមនុស្សគឺទទួលនៅភាពបរាជ័យនៅក្នុងអាជីវកម្មជាច្រើនរួមទាំងខ្ញុំផងដែរពេលនេះទើបដឹងថាសមត្ថភាពពិតប្រាកដខ្លួនឯងគឺជាអ្វីការសិក្សារយៈពេល3ថ្ងៃអំពីការរៀបចំផុតគំនិតឡើងវិញហើយខ្ញុំអាចនិយាយបានថាកន្លងមកគឺជាអ្នកជំនួញម្នាក់ភាសាឲ្យខ្លីគេហៅអ្នកជំនួញគ្មាននរណាថាហើយក៏คล้ายទៅជាអ្នកជំនួញអនាថាកិច្ចការងារណាមួយក៏មិនច្បាស់លាស់ក៏មិនពិតប្រាកដហើយក៏បានคล้ายទៅជាអ្នកជំនួញទូរគតតែដោយសារតែវគ្គសិក្សា3ថ្ងៃអំពីការរៀបចំផុតគំនិតឡើងវិញដើម្បីឲ្យជីវិតពេញលេញបរិបូរណ៍ខ្ញុំបានយល់ឃើញថាភាពរីកចម្រើនពិតប្រាកដភាពជោគជ័យពិតប្រាកដមិនសំដៅលើលុយការរីកចម្រើននៃអាជីវកម្មការជោគជ័យនៃអាជីវកម្មមួយមិនបានផ្ដោតទៅលើលុយជាសំខាន់នោះទេនោះគឺផ្ដោតទៅលើការគិតនិងផ្នត់គំនិតហើយវគ្គ reprogram 3ថ្ងៃនេះបានធ្វើឲ្យយើងរៀបចំនៅផ្នត់គំនិតឲ្យមានរបៀបរៀបរយមិនរញ៉េរញ៉ៃហើយមានវិន័យមានសណ្ដាប់ធ្នាប់ហើយចេះបែងចែកពេលវេលាឲ្យច្បាស់លាស់ហើយធ្វើតែរឿងដែលត្រឹមត្រូវធ្វើតែរឿងដែលពិតប្រាកដមនុស្សពិតប្រាកដធ្វើការងារនៅមុខរបរពិតប្រាកដនិងទទួលបានលទ្ធផលពិតប្រាកដសូមអរគុណបាទ